ដោយសារយើងពិបាកកំងរត់ទិញអញ្ចឹងបដោះដាំពូជក្របទៅសិនដាំលេងទៅសិនថាចាំមើលវាយ៉ាងម៉េចអានេះខ្ញុំបដោះលើកទី2ទី3ហើយអញ្ចឹងទៅមើលក្របពូជតរ៉េនដែលខ្ញុំបដោះរយៈពេលយូរមុនហ្នឹងបែរជាចូលចិត្តមួយឆ្នាំដែរតាំងពីថ្ងៃបដោះរហូតដាក់ដាំចាំមើលកូនតរ៉េនដែលខ្ញុំបានបដោះក្របមុនហ្នឹងវាសុខភាពដើមធំល្អប៉ុណ្ណាឬក៏យ៉ាងម៉េចតាមដានតោះទៅមើលនៅក្រៅមកដល់រោងតរ៉េននេះកូនពូជតរ៉េនបដោះក្របដែលមានអាយុចូល7 8 9 ខែតាំងពីចាប់